គាត់ចំណាយពេលត្រឹមតែ45វិនាទីពួកគេបានយកជនជាតិជប៉ុន140,000អ្នកទៅឆ្ងាយដើម្បីក្លាយជាពលរដ្ឋជប៉ុនពីទីម្ខាងទៀតទាមទារឲ្យគាត់ជួយឧបត្ថម្ភជនរងគ្រោះពេលសំទោសគាត់ពិតជាបានចេញទៅមុនប្រជាជនជប៉ុនលើកជង្គង់ទទួលស្គាល់ជនជាតិចិនបុរសរឹងប៉ាំងនេះគឺ Paul Tibbets ខែសីហា1945នៅថ្ងៃទី6អ្នកបើកយន្តហោះអាមេរិកផលលីវបើកយន្តហោះទម្លាក់គ្រាប់បែក29ម៉ាស៊ីនទឹកក្មេងប្រុសអេថមការលេចចេញបានលេចឡើងនៅលើមេឃពីលើទីក្រុង Hiroshima ធ្វើឲ្យយន្តការសុវត្ថិភាពនៃគ្រាប់បែកបូមម៉ាណូសកម្មចិត្តប៊ូតុងក្រហមមួយគ្រាប់បែកបូមម៉ាណូនេះបានធ្វើជីវិតបានធ្លាក់ឆ្ពោះទៅប្រទេសជប៉ុនពីចម្ងាយអុកសិតយ៉ាបានបង្ហាញខ្លួន51000សេតុណ្ហភាពខ្ពស់ធ្វើឲ្យភ្លៀងមនុស្សរាប់សែននាក់បានពិការភ្នែកជីវិតក្នុងចម្ងាយ14គីឡូម៉ែត្រអាគាររកមិនអស់បានបាត់ភ្លៀងបើវាបែកដល់ដីក៏នៅតែជាគ្រាប់បែកដែរអ្នករស់រានមានជីវិតនៅខាងក្រៅតាមផ្ទុះមនុស្សភាគច្រើនក៏លាកភ្នែកដែររោនបានបង្កើតឡើងនៅថ្ងៃបន្ទាប់ក្នុងរយៈពេល2 ឆ្នាំដោយសារតែការជិះចាប់ដោយវិទ្យុសកម្មរងទុក្ខនិងស្លាប់ដោយសារដំណើរនេះទំហំនៃអ្នកស្លាប់និងរបួសគឺធំសម្បើមប៉ូលបានក្លាយជាចំណុចសំខាន់នៃមិត្តសាធារណៈជនជាតិជប៉ុនបានប្តឹងគាត់តុលាការទាមទារឲ្យគាត់សុំទោសជាសាធារណៈប៉ុន្តែប៉ូលបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ការសុំទោសគឺមិនអាចទៅរួចទេជាដាច់ខាតភាពខុសខើរបស់ជនជាតិជប៉ុនបើធៀបនឹងអកប្បកិរិយារបស់ខ្ញុំវាគ្មានអ្វីសោះអ្វីដែលលោកបានបញ្ជាក់យ៉ាងច្បាស់ថាការធ្វើនេះគឺជាការពិតដើម្បីបញ្ឈប់អំពើខុសខើរបស់ជប៉ុនលោកមិនខ្វល់ទេប្រសិនបើជប៉ុនបានប្រព្រឹត្តកំហុសដែលនេះម្ដងទៀតមនុស្សជាច្រើនចង់បោះមួយផ្សេងទៀតដោយដឹងថាគាត់ផ្ទាល់បានបោះដើមអ្នកបើកបោកគ្រាប់កាំភ្លើងនៅពេលក្រោយតើខ្ញុំសុបិនអាក្រក់ទេខ្ញុំនឹងមានអារម្មណ៍ថាមានកំហុសហើយដូច្នេះក្នុងឆ្នាំ2011ស្ថានីយទូរទស្សន៍ពិសេសត្រូវបានសម្ភាសនៅពេលគាត់ត្រូវបានសួរហើយថាតើវានឹងកើតឡើងដោយសារតែការទម្លាក់គ្រាប់បែកបានសារភាពថាមានការកេងមិនលក់ខ្ញុំនឿយហត់យ៉ាងខ្លាំងពីការហោះហើរហើយបានកេងលក់ស្រួលនៅយប់នោះវាមានក្លិនល្អណាស់លោកក៏បានបង្ហាញថាលោកបានមើលការសម្រាប់រំពារណានជីងភាពយន្តឯកសារបង្ហាញយ៉ាងច្បាស់ពីប្រទេសជប៉ុននៅក្នុងប្រទេសចិនឧក្រិដ្ឋកម្មដ៏សាហាវដែលប្រព្រឹត្តដូច្នេះគាត់មិនមានអារម្មណ៍ថាមានកំហុសអ្វីឡើយកំហុសមិនដែលសោកស្ដាយដែលផ្ទុះឡើងប្រជាជនជប៉ុនច្រើនណាស់តាមទស្សនៈរបស់គាត់ខ្ញុំតស៊ូដើម្បីយុត្តិធម៌ដូច្នេះគ្មានភាពអយុត្តិធម៌នៅក្រោមគ្រាប់បែកបូមម៉ាណូនោះទេទោះបីជាព្រលឹងមានក៏ដោយក៏វាមិនអាចទ្រាំទ្របានដែរព្រលឹងនៃជនរួមជាតិ370,000អ្នកដែលបានស្លាប់ប្រហែលជាវាស្ថិតក្នុងចំណោមមនុស្សរាប់ម៉ឺនអ្នករបស់យើងសូមវិញ្ញាណក្ខន្ធជនរួមជាតិបានទៅកាន់សុខភាពពលអាចរស់នៅដោយសុខសាន្តនិងមានសុខភាពល្អ